ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះ admin មានយើងបែបស្នេហាមួយរៀងទៀតហើយដើម្បីនិទានដល់បងប្អូនទាំងអស់គ្នាបានស្ដាប់ដែលរឿងនេះមានចំណងជើងថារាត្រីដំបងទុកឲ្យម៉ែម្ដងកូននៅភូមិតូចមួយក្បែរជើងព្រំគិរីរម្យមានមេម៉ាយស្រស់ស្អាតម្នាក់ឈ្មោះសុចិតានិងកូនប្រុសសង្ហាទើបនឹងពេញកំឡោះឈ្មោះគិរៈផ្ទះឈើប្រក់ក្បឿងតូចច្រឡឹងរបស់ពួកគេស្ថិតនៅចំកណ្ដាលចំការដូងដ៏ធំល្វឹងល្វើយដែលជាកេរមរតករបស់ឪពុកវីរៈដែលបានលាចាកលោកតាំងពីវីរៈនៅតូចចូលឆ្មាម្លេះសុចិតានាងមានអាយុជាង40ទៅហើយប៉ុន្តែសម្រស់នាងនៅតែស្រស់ក្មេងគួរឲ្យគយគន់សាច់សរលោងនេកមួយខ្លាបបោមមាត់ក្រហមងងឹតស្រស់ដែលធ្លាប់តែលួងនោមកូនឲ្យគេនក់ទីឯវីរៈវិញអាយុខ្ទង់20ឆ្នាំមានកម្ពស់ខ្ពស់ស្រឡះតាច់ដុំមាំណែនរឹងមាំដូចដើមដូងក្នុងចំការរបស់គេរៀងរាល់ថ្ងៃវីរៈជួយម៉ែរបស់គេថែទាំចំការដូងឡើងបេះដូងលក់ដូរធ្វើការងារធុនគុនដោយមិនត្អូញត្អែរឡើយរាត្រីមួយខែពេញបរមីរះចំពីលើក្បាលក្នុងចំការដូងទាំងមូលរងនឹងពន្លឺពណ៌ទឹកប្រាក់យ៉ាងស្រស់ស្អាតអាកាសធាតុក្តៅហួតហែងពេញមួយថ្ងៃបានធ្វើឲ្យវីរៈនឿយហត់ជាខ្លាំងគេអង្គុយលើកៅអីឈើមើលទៅចំការដូងដែលលាតសន្ធឹងប៉ាត់កន្ទុយភ្នែករួចដកដង្ហើមធំសុចិតាបានដើរចេញពីផ្ទះបាយយកទឹកដូងស្រស់មួយផ្លែឲ្យវីរៈនាងគេអាវសំពត់ក្បិនពណ៌ផ្កាឈូកខ្ចីសក់វែងខ្មៅរលោងគំលាក់ដល់ចង្កេះធ្វើឲ្យរាងកាយដ៏ផូរផង់របស់នាងកាន់តែលេចធ្លោក្លិនខ្លួនក្រអូបស្រស់ស្អាតរបស់នាងបានសាយភាយមកជាមួយនឹងខ្យល់រាត្រីដ៏ស្ងប់ស្ងាត់កូនហត់ណាស់មែនទេសុចិតាសួរទាំងសំឡេងស្រទន់នាងបានហុចប៉ែដងឲ្យវីរៈហើយអង្គុយក្បែរគេវីរៈងាកមកញញឹមរួចចាប់យកខ្លែដងមកផឹកបាទម៉ែតែមិនអីទេខ្ញុំស៊ូបានទឹកដូងត្រជាក់ស្រស់បានហូរចូលបំពង់ករបស់គេបំបត្តិភាពស្រីឃ្លានខណៈនោះសុចិតាបានសម្លឹងមើលកូនប្រុសរបស់នាងរាល់ថ្ងៃនាងឃើញគេធំឡើងរឹងមាំជាងមុនអំឡោះជាងមុនចំណែកនាងវិញជិបថ្ងៃតែងតែរងទុក្ខនឹងភាពឯកោប្តីរបស់នាងស្លាប់ទៅយូរហើយរាងកាយរបស់នាងនៅតែស្រស់ស្អាតដូចមុនបើទោះជានាងអត់មានប្តីក៏ដោយតែនាងក៏ជាស្រីម្នាក់ដែលត្រូវការភាពកក់ក្ដៅដូចគេដូចឯងដែរស្នាមញញឹមរបស់កូនប្រុសរបស់នាងធ្វើឲ្យនាងមានកម្លាំងចិត្តបន្តជីវិតប៉ុន្តែវាក៏ជាស្នាមញញឹមដែលធ្វើឲ្យបេះដូងនាងសូត្រញាប់ខុសប្រក្រតីផងដែររាត្រីកាន់តែជ្រៅទៅសំឡេងសត្វល្អិតយំពេញចំការដូងពន្លឺខែរះកាន់តែច្បាស់ចាំងចាស់ចូលមកដល់ក្នុងភ្នែករបស់សុចិតាធ្វើឲ្យវាចែងចាំងមានភាពតាក់ទាញវីរៈងាកមកមើលម៉ែរបស់គេវិញគេឃើញភាពស្រស់ស្អាតរបស់នាងភាពក្មេងជាងវ័យរបស់នាងគេដឹងថាមានបុរសជាច្រើនក្នុងភូមិចង់បានម៉ែរបស់គេធ្វើជាប្រពន្ធប៉ុន្តែសុចិតាតែងតែបដិសេធដោយនិយាយថានាងចង់រស់នៅមើលថែគេរហូតគំនិតដ៏បរិសុទ្ធនេះតែងតែធ្វើឲ្យវីរៈគោរពស្រឡាញ់ម៉ែរបស់គេលើសពីអ្វីៗទាំងអស់ម៉ែមិនគេងទេវីរៈសួរខណៈដែលគេផឹកទឹកដូងអស់សុចិតាស្រោចតិចម៉ែចង់អង្គុយលេងបន្តិចទៀតឯងចូលគេងមុនទៅខ្ញុំនៅអង្គុយលេងជាមួយម៉ែសិនក៏បានវីរៈតបរួចលើកដៃស្ទាបថ្ពាល់ម៉ែរបស់គេថ្នមក៏ប៉ះពាល់ដល់ការប៉ះពាល់ដ៏សាមញ្ញនេះបានធ្វើឲ្យបេះដូងសុចិតាលោតញាប់ជាថ្មីនាងងក់ក្បាលថ្នមរួចបន្តសម្លឹងទៅចំការដូងពន្លឺខែរះចំការដូងខ្ចីបាត់ដែលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះ
ផ្លែដូងខ្ចីទាំងនោះមើលទៅដូចសូដននារីក្រមុំដែលទើបនឹងរីកមាឌយ៉ាងដូចនេះសុចិតាបានលេបទឹកមាត់ខណៈដែលរូបភាពនៃភាពកក់ក្ដៅក្នុងរាត្រីដ៏ត្រជាក់បានផុសឡើងក្នុងគំនិតរបស់នាងងាកមកមើលកូនប្រុសរបស់នាងម្ដងទៀតរូបនាងក៏រូបរាងដ៏សង្ហារបស់គេសាច់ដុំហាប់ណែនស្មាទូលាយដៃរឹងមាំដែលធ្លាប់តែលីសែងដងធ្ងន់ៗពេលនេះវាកំពុងអង្គុយក្បែរនាងគេគឺជានារីដែលរងចាំគេគឺជាកំឡោះដែលមិនទាន់មាននារីណាបានប៉ះពាល់យប់កាន់តែជ្រៅទៅពន្លឺខែរះចំកណ្ដាលក្បាលខ្យល់រាត្រីបក់មកតិចនាំមកនៅក្លិនក្រអូបនៃផ្កាដូងនិងក្លិនក្រអូបពីខ្លួនរបស់សុចិតាដែលសាយឡំនិងញើសចេញពីខ្លួនរបស់នាងវរៈបានដកដង្ហើមធំរួចផ្អៀងស្ដាប់សំឡេងសត្វល្អិតពេលយំពេលរាត្រីគេមានអារម្មណ៍ថាមានអ្វីម្យ៉ាងប្លែកខុសធម្មតារវាងគេនិងម៉ែរបស់គេវរៈតែងតែស្រឡាញ់ម៉ែរបស់គេខ្លាំងណាស់តែយប់នេះអារម្មណ៍មួយទៀតបានកើតឡើងនៅក្នុងបេះដូងរបស់គេវាជាអារម្មណ៍ដែលគេមិនធ្លាប់ស្គាល់តែវាបានធ្វើឲ្យគេមានអារម្មណ៍ក្តៅរស់រាលពេញខ្លួនប្រាណសុចិតាបានងាកមកមើលវរៈដែលកំពុងសម្លឹងមើលទៅចង្កាដូងយ៉ាងជ្រៅនាងបានលើកដៃទៅស្ទាបសក់របស់គេថ្នមៗកូនគិតអីវរៈងាកមកហើយចាប់យកដៃរបស់ម៉ែរបស់គេមកជៀបអត់ទេម៉ែខ្ញុំគិតថាម៉ែនៅតែស្អាតដោយការពីក្មេងអញ្ចឹងសុចិតាភ្ញាក់ផ្អើលនឹងពាក្យសម្ដីរបស់កូនប្រុសនាងដកដៃចេញតិចតែវរៈកាន់ដៃនាងជាប់គូនិយាយលេងមែនទេអត់ទេម៉ែខ្ញុំនិយាយមែនវរៈសម្លឹងចូលភ្នែករបស់សុចិតាមានបុរសជាច្រើនចង់បានម៉ែតែម៉ែមិនដែលព្រមសោះសុចិតាទម្លាក់ភ្នែកចុះម៉ែមិនចង់បានអ្នកណាទេម៉ែមានតែកូនម្នាក់គត់ពាក្យសម្ដីនេះបានធ្វើឲ្យបេះដូងវរៈកក់ក្ដៅតែក្នុងពេលជាមួយគ្នានេះដែរវាបានធ្វើឲ្យគេមានអារម្មណ៍មួយដែលមិនគួរកើតមានឡើងគេបានលើកដៃម្ខាងទៀតទៅស្ទាបខ្នងដៃម៉ែរបស់គេថ្នមស្បែករបស់នាងទន់រលោងត្រជាក់ដូចទឹកអម្រឹតគេមានអារម្មណ៍ថាខ្លួនគេចង់នៅជិតនាងជាងមុនសុចិតាក៏មានអារម្មណ៍ដូចគ្នាដែរនាងបានរស់នៅឯកោអស់រយៈពេលជាយូរមកហើយរាងកាយរបស់នាងត្រូវការភាពកក់ក្ដៅក៏ប៉ះពាល់ការយកចិត្តទុកដាក់ពីបុរសម្នាក់ហើយបុរសនោះគេនេះកំពុងអង្គុយក្បែរនាងយប់នេះត្រជាក់ណាស់ម៉ែវរៈនិយាយរួចរំកិលខ្លួនទៅចិត្តសុចិតាមែនហើយសុចិតាឆ្លើយវរៈបានលើកដៃទៅអោបស្មារបស់ម៉ែគេដំបូងឡើយគឺគ្រាន់តែជាការអោបដើម្បីកម្ដៅកាយធម្មតាប៉ុន្តែមួយសន្ទុះក្រោយមកអារម្មណ៍មួយបានផុសឡើងក្នុងបេះដូងរបស់គេកម្ដៅពីខ្លួនរបស់សុចិតាបានសាយភាយមកដល់ខ្លួនរបស់គេក្លិនក្រអូបពីខ្លួននាងបានធ្វើឲ្យគេស្រវឹងស្មារតីសុចិតាក៏បានក្អែកក្បាលទៅលើស្មារបស់កូនប្រុសរបស់នាងមានអារម្មណ៍ថាខ្លួននាងមានសុវត្ថិភាពមានភាពកក់ក្ដៅនៅពេលដែលគេនៅក្បែរតែក្នុងពេលជាមួយគ្នានេះអារម្មណ៍មួយដែលនាងធ្លាប់បានលាក់បាំងជាយូរមកហើយពេលនេះវាបានរើបំរាស់ឡើងវិរៈកូនធំពេញវ័យហើយសុចិតាសពតិចបាទម៉ែវិរៈឆ្លើយកូនគួរតែមានប្រពន្ធមានកូនវិរៈស្ដាយតិចខ្ញុំមិនទាន់ចង់គិតរឿងនឹងទេម៉ែខ្ញុំចង់នៅជាមួយម៉ែសិនតែម៉ែក៏ត្រូវការភាពកក់ក្ដៅដែរសុចិតានិយាយរួចងើបមុខមកសម្លឹងមើលកូនប្រុសរបស់នាងភ្នែករបស់នាងចែងចាំងដោយពន្លឺដែលវរៈមិនធ្លាប់ឃើញពីមុនមក
រៀបបានសម្លឹងមើលបបោមាត់របស់ម៉ែទេវាក្រហមស្រស់គួរឲ្យចង់ថើបបេះដូងរបស់គេលូតញាប់ញ័រដូចរលកបបក់គេបានលើកដៃទៅស្ទាបស្ពណ៌របស់នាងថ្នមស្បែករបស់មានទន់ល្មើយម៉ែវារក្សឹបកូនសុចិត្តតាឆ្លើយទឹកមុខរបស់នាងប្រែជាស្លេកស្លាំងនាងដឹងថានាងកំពុងតែលេងនឹងភ្លើងតែភ្លើងនេះគឺជារបស់ដែលនាងត្រូវការជាយូរមកហើយនាងបានរស់នៅឯកោជាច្រើនឆ្នាំពេកហើយភាពជាស្ត្រីរបស់នាងបានស្រែកទាមទារភាពកក់ក្ដៅការប៉ះពាល់ពីបុរសតែបុរសនោះគឺកូនប្រុសរបស់នាងផ្ទាល់វរៈបានរំកិលខ្លួនទៅចិត្តសុចិតាថែមទៀតរហូតដល់រាងកាយរបស់គេប៉ះទង្គិចនឹងរាងកាយរបស់នាងកម្ដៅរបស់គេបានសាយភាយមកដល់នាងមានអារម្មណ៍ថាខ្លួននាងរំភើបញាប់ញ័រនាងមិនដឹងថានាងគួរធ្វើអ្វីទេវរៈបានអោនមុខទៅចិត្តសុចិតាក្លិនក្រអូបរបស់នាងកាន់តែខ្លាំងឡើងគេមានអារម្មណ៍ថាខ្លួនគេមិនអាចទប់ទល់បានគេទេគេបានលើកដៃទៅអោបចង្កេះរបស់នាងថ្នមរាងកាយរបស់សុចិតាបានតឹងណែនតែនាងមិនបានវាបំរាស់ឡើយផ្ទុយទៅវិញនាងបានងើបមុខទៅរកវីរៈវិញភ្នែករបស់នាងសម្លឹងចូលទៅក្នុងភ្នែករបស់គេយ៉ាងជ្រៅក្នុងភ្នែករបស់នាងវីរៈបានឃើញភាពតណ្ហាភាពឯកោនិងភាពស្រឡាញ់ដែលនាងមានចំពោះគេវីរៈសុចិតាខ្សឹបសម្លេងរបស់នាងញ័រវីរៈមិនបានឆ្លើយតបឡើយគេបានអោនទៅថាបបោមាត់របស់ម៉ែគេថ្នមដំបងឡើយវាគ្រាន់តែជាការថាបដ៏ទន់ភ្លន់តែមួយសន្ទុះក្រោយមកភាពតណ្ហាបានកើតឡើងបបោមាត់របស់សុចិតាទន់ល្មើយផ្អែមដូចទឹកឃ្មុំនាងបានឆ្លើយតបនឹងការថាបរបស់កូនប្រុសរបស់នាងដៃរបស់នាងបានទៅអបកញ្ចឹងករបស់គេយ៉ាងណែនភ្លើងស្នេហានៃរាត្រីដ៏ស្ងប់ស្ងាត់បានឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅវីរៈបានលើកសុចិតាដាក់លើភ្លៅរបស់គេរាងកាយរបស់សុចិតាបានអោនទៅរកគេនាងបានដកដង្ហើមវែងខណៈដែលគេបានថាបបោមាត់របស់នាងដៃរបស់វីរៈបានលូកចូលទៅក្នុងសម្លៀកបំពាក់របស់នាងគេបានប៉ះពាល់ទៅលើស្បែកដ៏ទន់ល្មើយរបស់នាងសុចិតាបានបិទភ្នែករួចដកដង្ហើមធំនាងមានអារម្មណ៍ថាខ្លួននាងកំពុងតែរលាយក្នុងដៃរបស់កូនប្រុសរបស់នាងម៉ែវីរៈខ្សឹបទៅត្រចៀករបស់នាងខ្ញុំស្រឡាញ់ម៉ែសុចិតាបានអោបគេយ៉ាងណែនម៉ែក៏ស្រឡាញ់កូនដែរវីរៈដៃរបស់វីរៈបានលូកចូលទៅក្នុងអាវរបស់សុចិតារួចប៉ះពាល់ទៅលើសុដន់របស់នាងសុដន់របស់នាងតឹងណែនរឹងមាំគួរឲ្យចង់បបោះអង្អែលសុចិតាបានដកដង្ហើមធំម្ដងទៀតនាងបានដឹងថាអ្វីដែលពួកគេកំពុងធ្វើគឺជាអំពើបាបកម្មដ៏ធំមួយតែពេលនេះនាងមិនអាចទប់ទល់បានឡើយភាពឯកោរបស់សុចិតាជាច្រើនឆ្នាំបានធ្វើឲ្យនាងត្រូវការភាពកក់ក្ដៅនៅពេលនេះរាត្រីដំបូងនេះទុកឲ្យម៉ែម្ដងកូនសុចិតាខ្សឹបនៅត្រចៀករបស់វីរៈសម្លេងរបស់នាងធ្ងរតិចលាយឡំនឹងដង្ហើមធំវីរៈបានលើកនាងចូលទៅក្នុងបន្ទប់ពន្លឺខែបានចាំងចូលមកដល់បន្ទប់បង្ហាញពីរាងកាយដ៏ស្រស់ស្អាតរបស់សុចិតានាងបានដោះអាវសំពត់ក្បិនរបស់នាងចេញរាងកាយរបស់នាងស្រស់ស្អាតដូចនារីក្រមុំវីរៈបានសម្លឹងមើលនាងដោយភាពរំភើបគេមិនដែលគិតថាម៉ែរបស់គេស្រស់ស្អាតយ៉ាងនេះសោះវីរៈបានដោះសម្លៀកបំពាក់របស់គេចេញរាងកាយរបស់គេរឹងមាំស្រស់ស្អាតសុចិតាបានសម្លឹងមើលគេដោយភាពភ័យខ្លាចតែក្នុងពេលជាមួយគ្នានេះដែរនាងក៏មានអារម្មណ៍រំភើបផងដែរនាងបានដេកនៅលើគ្រែរួចហៅវីរៈឲ្យទៅជិតនាងវីរៈបានចូលទៅជិតនាងរួចថាបបោមាត់របស់នាងម្ដងទៀត
ដៃរបស់គេបានបបោះអារាងកាយរបស់នាងពីក្បាលដល់ចុងជើងម៉ែស្អាតណាស់វីរៈសឹបកូនក៏សង្ហាដែរសុចិតាឆ្លើយភាពក្តៅរੂរាលបានពេញបន្ទប់ពួកគេបានចាប់ផ្ដើមដំណើរផ្សងព្រេងនៃតណ្ហាដ៏ជ្រាលជ្រៅការប៉ះពាល់ការថើបការបបងអាលបានធ្វើឲ្យពួកគេទាំងពីរមានអារម្មណ៍ថាខ្លួនគេកំពុងតែហោះហើរនៅលើមេឃសុចិតាបានលូកដៃទៅអោបវីរៈយ៉ាងណែនរួចធ្ងរតិចតិចនាងបានបិទភ្នែករួចលះបង់ខ្លួនប្រាណរបស់នាងទៅឲ្យកូនប្រុសរបស់នាងវីរៈក៏ដូចគ្នាដែរគេបានលះបង់ខ្លួនប្រាណរបស់គេទៅឲ្យម៉ែរបស់គេរាត្រីដ៏ស្ងប់ស្ងាត់បានคล้ายទៅជារាត្រីដ៏ក្តៅគគុករាត្រីនៃតណ្ហានិងរាត្រីនៃក្តីស្រឡាញ់ដ៏ហាមឃាត់មិនបានព្រឹកព្រលឹមស្រាងពន្លឺថ្ងៃបានចាំងចូលមកដល់ក្នុងបន្ទប់សុចិតានិងវីរៈបានដេកអោបគ្នាយ៉ាងណែនភាពស្ងប់ស្ងាត់បានជំនួសភាពក្តៅគគុកនៃយប់មិញវីរៈបានបាក់ភ្នែកឡើងរួចសម្លឹងមើលម៉ែរបស់គេដែលកំពុងដេកលក់ក្នុងដៃរបស់គេសម្រស់របស់នាងនៅតែស្រស់ស្អាតតែពេលនេះវាមានស្នាមញញឹមដ៏ស្រទន់មួយដែលវីរៈមិនធ្លាប់ឃើញពីមុនមកគេមានអារម្មណ៍ថាខ្លួនគេមានកំហុសយ៉ាងខ្លាំងអ្វីដែលពួកគេបានធ្វើគឺជាអំពើបាបកម្មដ៏ធ្ងន់ធ្ងរតែក្នុងពេលនេះស្រីបងប្អូនតែក្នុងពេលជាមួយគ្នានេះដែរគេក៏មានអារម្មណ៍ថាខ្លួនគេសប្បាយចិត្តជាខ្លាំងផងដែរសុចិតាបានបើកភ្នែកឡើងរួចញញឹមដាក់វីរៈនាងបានលើកដៃទៅស្ទាបថ្ពាល់របស់គេថ្នមៗកូនគេលក់ស្រួលទេនាងសួរទាំងសំឡេងស្រទន់វីរៈងក់ក្បាលបាទម៉ែតែខ្ញុំមានអារម្មណ៍ថាខ្លួនខ្ញុំមិនទាន់ភ្ញាក់សោះសុចិតាសើចតិចម៉ែដឹងពួកគេទាំងពីរបានក្រោកឡើងរួចស្លៀកពាក់ភាពស្ងប់ស្ងាត់បានមានពេញបន្ទប់ម្ដងទៀតពួកគេមិនដឹងថានឹងនិយាយអ្វីទេអ្វីដែលពួកគេបានធ្វើគឺហួសពីពាក្យពិតដែលអាចនិយាយបានសុចិតាបានងាកមកមើលវីរៈភ្នែករបស់នាងបង្ហាញពីភាពសោកសៅភាពភ័យខ្លាចតែក្នុងពេលនេះអចិន្ត្រៃយ៍បងប្អូនតែក្នុងពេលជាមួយគ្នានេះដែរវាក៏បង្ហាញពីក្តីស្រឡាញ់ដ៏ជ្រាលជ្រៅផងដែរវីរៈកូនដឹងថាអ្វីដែលយើងបានធ្វើកាលពីយប់មិញគឺខុសហើយសុចិតាសួរវីរៈងក់ក្បាលបាទម៉ែខ្ញុំដឹងតែម៉ែមិនអាចទប់ទល់បានទេកូនម៉ែឯកោពេកហើយវីរៈបានដើរចូលទៅជិតសុចិតារួចអោបនាងយ៉ាងណែនខ្ញុំក៏ដូចគ្នាដែរម៉ែខ្ញុំក៏មានអារម្មណ៍ថាឯកោដែរពួកគេទាំងពីរបានអោបគ្នាជាយូរភាពស្ងប់ស្ងាត់បានមានពេញបន្ទប់ពួកគេទាំងពីរដឹងថាជីវិតរបស់ពួកគេនឹងមិនដូចដើមទៀតឡើយអ្វីដែលពួកគេបានធ្វើគឺហួសពីដែនកំណត់នៃភាពជាម្ដាយនិងកូនតែក្នុងពេលជាមួយគ្នានេះដែរវាក៏ជាការចាប់ផ្ដើមនៃទំនាក់ទំនងមួយដែលពួកគេមិនធ្លាប់ស្គាល់ពីមុនមកប៉ុន្មានថ្ងៃក្រោយមកជីវិតសុចិតានិងវីរៈបានបន្តទៅមុខដូចធម្មតាពួកគេនៅតែធ្វើការងារក្នុងចំការដូងជាមួយគ្នាតែឥឡូវនេះទំនាក់ទំនងរបស់ពួកគេមានភាពខុសប្លែកពីមុនវីរៈតែងតែសម្លឹងមើលម៉ែរបស់គេដោយក្រសែភ្នែកមួយដែលមិនធ្លាប់មានពីមុនមកចំណែកសុចិតាវិញនាងតែងតែញញឹមដាក់កូនប្រុសរបស់នាងដោយភាពស្រទន់ភាពកក់ក្ដៅពួកគេទាំងពីរបានរក្សាអាថ៌កំបាំងរបស់ពួកគេយ៉ាងជិតស្និទ្ធគ្មាននរណាដឹងថាមានអ្វីបានកើតឡើងកាលពីយប់ដំបូងនោះឡើយរាត្រីមួយខែពេញបូរមីរះត្រង់ក្បាលវីរៈបានអង្គុយនៅលើកៅអីឈើមើលទៅចំការដូងសុចិតាបានដើរចេញពីផ្ទះបាយយកទឹកដូងស្រស់មួយតែមកឲ្យគេនាងពាក់អាវសសំពត់ខៀវពណ៌ខ្ចីសក់វែងខ្មៅរលោងទម្លាក់ដល់ចង្កេះនាងបានអង្គុយក្បែរគេរួចហុចផ្លែដូងឲ្យគេកូនហត់ណាស់មែនទេនាងសួរវីរៈញញឹមបាទម៉ែតែមិនអីទេ
គេបានផឹកទឹកដូងរួចងាកមកមើលម៉ែរបស់គេភ្នែករបស់គេបង្ហាញពីក្តីស្រឡាញ់ដ៏ជ្រាលជ្រៅសុចិតាក៏សម្លឹងមើលគេវិញដែរនាងបានលើកដៃទៅស្ទាបថ្ពាល់របស់គេថ្នមវរៈនាងខ្សឹបបាទម៉ែកូនដឹងទេថាម៉ែស្រឡាញ់កូនខ្លាំងណាស់វរៈញញឹមខ្ញុំក៏ស្រឡាញ់ម៉ែខ្លាំងណាស់ដែរពួកគេទាំងពីរបានសម្លឹងមើលទៅចំការដូងដែលរងនៅពន្លឺខែពណ៌ទឹកប្រាក់យ៉ាងស្រស់ស្អាតទាស្រីដំបងនេះវាបានផ្លាស់ប្ដូរជីវិតរបស់ពួកគេទាំងពីរជារៀងរហូតពួកគេដឹងថាទំនាក់ទំនងរបស់ពួកគេគឺខុសពីមុនគឺហាមឃាត់តែពួកគេមិនអាចបដិសេធបានឡើយអ្វីដែលពួកគេបានរកឃើញគឺភាពកក់ក្ដៅភាពស្រស់ស្រឡាញ់ភាពស្អាតស្អំនិងតណ្ហាដ៏ជ្រាលជ្រៅដែលពួកគេមិនដែលបានដឹងថាមានពីមុនមកស្ត្រីបានបន្តទៅមុខភាពស្ងប់ស្ងាត់បានពេញចំការដូងក្នុងបេះដូងរបស់សុចិតានិងវរៈអ្វីបានផ្លាស់ប្ដូរហើយពួកគេបានជ្រើសរើសផ្លូវមួយដែលមិនមែនជាផ្លូវរបស់មនុស្សទូទៅដែរពួកគេបានជ្រើសរើសយកស្នេហាដែលហាមឃាត់តែវាជាស្នេហាដែលពួកគេបានរកឃើញក្នុងរាត្រីដំបូងមួយដ៏ស្ងប់ស្ងាត់ហើយវានឹងបន្តទៅមុខរហូតបាទរឿងនេះមានតែប៉ុណ្ណឹងសូមអរគុណបងប្អូនអ្នកគ្នាកុំភ្លេចជួយ Subscribe Channel ម្នាក់មួយផងដើម្បីទទួលបានរឿងថ្មីមុនគេសូមអរគុណ